chân chơi lưới từ chơi lưới pi từ này kia thủng mũi cái hạt World Bank từ này kia bị phục lụn thì mũi á thì pi nó có blockchain bị ADB được như này chân từ này kia mua chủng nguồn thủng bằng đào bạc cầm chơi từ ao từ chân hai bài giờ món từ này kia thằng họ nắng có chọn đọ luôn không ca đào chủng núi cái đấy rồi có bạc cầm chơi cái đây này tại sao tại miền mù là hai pí tại dương ai dùng một bị phía xa ní hay ai ở bộ phận bàn vô làm bị phun mà sát mình việc tàn tăng đại gặp phong cả láng hay một thay một tiết và đâyนี้คือchia buông miềnเราล้อที่สมัยบรรดาประเทศมวยจุดโดนจีบเสพประเทศแต่miềnลาตะเพียบกรุบกร่อนขนมกาใช้ประปี ADB หรือก็ AB หรือก็ World Bank ให้จีบเสพนั่นคือWorld Bank ก็ai đangយកថវិកាដែលជប់ផ្ដល់ឲ្យចិនជប់មកចិនខ្ចីណាយកទៅផ្ដល់ជាថវិកាជំនួយជាគម្រោងជំនួយដល់បណ្ដាប្រទេសក្រីក្រផ្សេងទៀតផងដែរយើងឃើញការផ្សាយចេញការផ្ដល់ប្រាក់កម្ចីឬក៏ជប់ផ្ដល់ប្រាក់កម្ចីឲ្យចិនតាមរយៈ World Bank នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ2031នៅក្នុងលក្ខខណ្ឌ3ទី1 World Bank ក៏ចង់យកថវិកាទាំងអស់នឹងទៅជួយប្រទេសដែលក្រីក្រពិតប្រាកដឬក៏ប្រទេសដែលត្រូវការចំនួនប្រទេសក៏មានសេដ្ឋកិច្ចជុំពិតប្រាកដណាដែលត្រូវការជំនួយឲ្យធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោកមានភាពប្រសើរទី2គឺតើតើជាមួយនឹងសម្ពាធរបស់សហរដ្ឋអាមេរិកទៅលើកម្ចីរបស់ប្រទេសចិនហើយទី3ហ្នឹងគឺតើតើជាមួយនឹងចិនខ្លួនឯងតែម្ដងទៅលើចំណូលរបស់ប្រជាជនរបស់ប្រទេសចិនផ្ទាល់ដើម្បីឲ្យបានដឹងច្បាស់យើងនិយាយពីលក្ខខណ្ឌប្រទេសតិចសិនណាហើយក៏យើងនិយាយពីផលប្រយោជន៍នៃបំដលដែរខ្ញុំសូមជម្រាបជូនបងប្អូនថាជាប្រទេសនីមួយរូបដូចតែយើងហ្នឹងទេដូចតែយើងហ្នឹងណាសម្រាប់យើងជាមនុស្សធម្មតាខ្ញុំច្រើនតែនិយាយជំរាបជូនអ្នកដែលមានជីវភាពខ្ពស់អាចទៅខ្ចីធនាគារពាណិជ្ជធំទៅដែលធ្វើឲ្យពួកគាត់ហ្នឹងទទួលបានអត្រាការប្រាក់ទាបហើយជាពិសេសគឺលក្ខខណ្ឌសួរអ្នកដែលរកស៊ីធំទៀតគឺលេខខ្ចីធនាគារពាណិជ្ជឯងគាត់បើកធនាគារពាណិជ្ជខ្លួនឯងតែម្ដងដើម្បីយកធនាគារពាណិជ្ជហ្នឹងទៅខ្ចីធនាគារធំផ្សេងទៀតនៅស្រុកក្រៅឬក៏សមាគមធនាគារអញ្ចឹងទៅហើយគាត់យកលុយទាំងអស់ហ្នឹងទៅឲ្យក្រុមហ៊ុនរបស់គាត់ដែលមានឈ្មោះ1 2 3 4 5 6ដែលគាត់បើកហ្នឹងគាត់មានសម្ព័ន្ធខ្ចីនៅក្នុងអត្រាការប្រាក់ទាបខ្ចីទៅវិញទៅមកហើយគាត់ចំណេញបានអត្រាការប្រាក់ហើយយកធនាគារហ្នឹងបើកប្រាក់ខែឲ្យបុគ្គលិកអញ្ចឹងទៅតែបើយើងងាកទៅលើអ្នកដែលមានជីវភាពមានធម្មតាជាអ្នកមធ្យមឬអីយើងទៅខ្ចីធនាគារពាណិជ្ជអ្នកដែលក្រីក្រខ្ចីមីក្រូអញ្ចឹងលក្ខខណ្ឌដែលខ្ចីហ្នឹងត្រូវតែយើងមានសមត្ថភាពក្នុងការសងគេដែរណាអញ្ចឹងខ្ចីបើកធនាគារខ្ចីលុយដូចចិនអញ្ចឹងបើកធនាគារខ្ចីលុយបើកធនាគារខ្ចីលុយគឺចំណេញត្រាប្រាក់ទាំងដុលតែហ្មងខ្ចីទីធនាគារពាណិជ្ជចំណេញដែរអត្រាការប្រាក់ទាបល្អណាតើមកខ្ចីពីមីក្រូហ្នឹងសម្រាប់អ្នកបងប្អូនដែលគាត់ខ្វះខាតទេអញ្ចឹងគាត់ខ្ចីទៅមួយឆ្នាំ10ការ12% 13% ឬក៏លើសហ្នឹងទៅតាមហ្នឹងទៅអាហ្នឹងមិនសូវធ្ងន់ទេដល់ពេលយើងអត់សមត្ថភាពដំបងយើងខ្ចីកម្ចីខាងក្រៅខ្ចីឯកជន 20% ឬក៏លើសហ្នឹងយើងទៅតាមដែលគេកំណត់ដូចគ្នាតែប្រទេសដូចគ្នាប្រទេសខ្ចីកម្ចីគឺមានប្រទេសដែលមានស្ថាប័នផ្ដល់ជំនួយដោយ IMF ឬក៏ World Bank ឬក៏ ADB ទៀតទៅឬក៏ស្ថាប័នផ្សេងទៀតទៅតាមតំបន់ពួកគេដែលគេផ្ដល់ប្រាក់ជំនួយផងកម្ចីផងបើសិនបើខ្ចីជាស្ថាប័នអន្តរជាតិទាំងអស់ហ្នឹងឬក៏ធនាគារអន្តរជាតិទាំងអស់ហ្នឹងអន្តរការប្រាក់ទាបទេអាហ្នឹងគឺជាប៉ុន្តែបើសិនប្រទេសហ្នឹងក៏រៀងពុកលួយក៏មិនមានលក្ខខណ្ឌគ្រប់គ្រាន់ទេឬក៏ប្រទេសហ្នឹងគាត់មិនមានសមត្ថភាពក្នុងការផលិតគម្រោងឬក៏គាត់ចង់អភិវឌ្ឍអ្វីផ្សេងក្រៅពីអង្គការសង្គមស៊ីវិលឬការមើលឃើញរបស់ស្ថាប័នទាំងអស់ហ្នឹងគាត់ចង់ជួយដើម្បីទទួលបានប្រាក់កម្ចីហ្នឹងឬក៏មួយទៀតការអភិវឌ្ឍរបស់គាត់ដូចត្រូវការលុយជាបន្តទៅគាត់អាចខ្ចីធ្វើភាគីអូមកតែខ្ចីដូចឡាវទៅខ្ចីចិនអញ្ចឹងទៅឡាវធ្លាប់លើកគម្រោងផ្លូវដែក
ទឹកខ្ចីស្ថាប័នធំឬក៏ស្ថាប័នធំក៏ផ្លប់វាតម្លៃថាផ្លូវដែករបស់ឡាវដែលសង់អស់រាប់ពាន់ប៊ីលៀនហ្នឹងមិនបំរើឲ្យសេដ្ឋកិច្ចរបស់ឡាវឬក៏មិនត្រូវតែសាងសង់ទេវាអត់ទាន់ដល់ពេលសាងសង់តែក៏អត់ព្រមក៏ទៅខ្ចីចិនអញ្ចឹងទៅយើងគេមិនដល់វណ្ណកអញ្ចឹងដូចគ្នាដែរចិនគឺជាប្រទេសមួយដែលមានលទ្ធភាពគ្រប់គ្រាន់ណាហើយខ្ចីទៅ World Bank ដើម្បីអត្រាការប្រាក់ពីសម្រាប់ World Bank គាត់ឲ្យអត្រាការប្រាក់ឬក៏គាត់ឲ្យកម្ចីទៅប្រទេសគឺក្នុងលក្ខខណ្ឌច្រើនទីមួយគឺតេតើជាមួយនឹងGNIតេតើជាមួយនឹងប្រទេសដែលមានជីវភាពក្រីក្រដែលប្រជាពលរដ្ឋខ្លួនមានចំណូលក្រោម$1315នៅក្នុងមួយឆ្នាំអញ្ចឹងអត្រាការប្រាក់គឺឲ្យទាបពី0%ទៅដល់2%គេមើលអត្រាការប្រាក់ទាបតែក៏ក្នុងនោះក៏មានអត្រាការប្រាក់រហូតដល់5%ដែរហើយសម្រាប់ប្រទេសដែលស្ថិតនៅក្នុងកម្រិតមធ្យមរាប់ទាំងប្រទេសកម្ពុជាថៃវៀតណាមហ្នឹងគឺស្ថិតនៅក្នុងប្រទេសដែលផ្ដល់ប្រាក់ទទួលបានប្រាក់កម្ចីផងដែរណាពី World Bank ប្រសិនបើពលរដ្ឋរបស់ប្រទេសថៃវៀតណាមខ្មែរទាំងអស់ហ្នឹងមានចំណូលពីចន្លោះ$1316ទៅ$7160ជាមធ្យមអញ្ចឹងយើងនៅតែមានលទ្ធភាពក្នុងការខ្ចីទេអាហ្នឹងគឺលក្ខខណ្ឌទី1គឺលក្ខខណ្ឌចំណូលពលរដ្ឋអញ្ចឹងឲ្យអ្នកចំណូលទៀតនិងចំណូលជុំតមកទៀតគឺសមត្ថភាពនៅក្នុងការសងប្រទេសហ្នឹងត្រូវតែមានម៉ាក្រូសេដ្ឋកិច្ចល្អហើយមិនមានបំណុលនៅក្នុងសេដ្ឋកិច្ចច្រើនវាមានបំណុលទ្វេភាគីច្រើនដូចគ្នាហើយបំណុលរបស់ប្រជាពលរដ្ឋហ្នឹងក៏មិនជាបំណុលវណ្ឌកដូចគ្នាទៅគេឲ្យខ្ចីទី3គឺតើតើជាមួយនឹងទិសដៅនិងតម្លាភាពដែលវាត្រូវការវាដែលមានការវិតម្លៃពី World Bank នឹងផ្ទាល់ផងដែរទៅលើការអភិវឌ្ឍថាការអភិវឌ្ឍហ្នឹងវាស្របទៅតាមទិសដៅដែលយើងគួរតែមានដែរទេមានតែគេឲ្យយើងឲ្យលុយយើងយកមករកស៊ីឬមកអភិវឌ្ឍហ្នឹងវាសុទ្ធវាត្រូវដូចតែគេឲ្យយើងអញ្ចឹងទៅគឺយើងត្រូវតែអភិវឌ្ឍនឹងមុនទៅឲ្យធ្វើឲ្យប្រជាពលរដ្ឋរបស់យើងហ្នឹងមានភាពប្រសើរទីហើយបើគេមើលឃើញថាយើងគួរតែអភិវឌ្ឍធនធានមនុស្សយើងគួរតែអភិវឌ្ឍផ្លូវកសិកម្មយើងគួរតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើអាមីក្រូសេដ្ឋកិច្ចតូចសិនចាំទៅចាប់ធំណាដើម្បីទប់ស្កាត់នៅបញ្ហាខុសឆ្គងមួយចំនួនក៏ដូចជាបញ្ហាពុករលួយផងដែរណាអាហ្នឹងគឺគេអាចឲ្យបានដែរតបមកទៀតគឺតើតើជាមួយបញ្ហាបរិស្ថានសង្គមមានថាប្រទេសហ្នឹងមិនមែនជាប្រទេសដែលរំលោភទៅលើបញ្ហាបរិស្ថានទេក៏មិនមែនជាអ្នកដែលរំលោភទៅលើសកម្មភាពសិទ្ធិមនុស្សឬក៏កុមារទេជាពិសេសគឺជាប្រទេសដែលមានសមត្ថភាពក្នុងការទទួលខុសត្រូវខ្ពស់ទៅលើសំណងទៅលើប្រជាពលរដ្ឋប្រសិនបើលុយហ្នឹងគេអភិវឌ្ឍទៅគម្រោងនឹងប៉ះពាល់ដល់ពលរដ្ឋប្រទេសហ្នឹងក៏តំបន់ហ្នឹងប្រទេសហ្នឹងគឺឬក៏រដ្ឋាភិបាលរបស់ប្រទេសហ្នឹងមានលក្ខខណ្ឌឬក៏មានឆន្ទៈខ្ពស់ក្នុងការដោះស្រាយអាហ្នឹងបានគេឲ្យយើងងាកទៅចិនតិចតែរឿងចិនខ្លួនឯងនេះគឺមកពីចំណូលរបស់ប្រទេសចិនបច្ចុប្បន្នចំណូលជាផ្លូវការរបស់ប្រទេសចិនតាមការប៉ាន់ស្មានចុងក្រោយនេះជាមធ្យមពលរដ្ឋចិនម្នាក់រកលុយបានក្នុងមួយឆ្នាំរហូតដល់ទៅ$14,503 $14,503មិនតិចទេនៅពេលហ្នឹងបងប្អូនខ្លះហ្នឹងនៅស្រុកខ្មែរអ្នកខ្លះរកបានលើសហ្នឹងទៀតគឺគិតជាមធ្យមទាំងអស់បើនិយាយអំពី GNI សរុបមានចំណូលសរុបរបស់ពលរដ្ឋចិនហ្នឹងគឺរហូតដល់19.2 trillion 19.2 trillion គឺមានល្មមហើយដែលគេមើលឃើញថាវាច្រើនពេកវាច្រើនលើសលុបពេកអញ្ចឹងហើយបានជាសម្រាប់ World Bank គាត់សម្រេចចិត្តក្នុងការឈប់ផ្ដល់ប្រាក់កម្ចីទៅឲ្យប្រទេសចិនហើយបើសួរថាចិនខ្ចីលុយពី World Bank បានប្រមាណវិញគិតកន្លងទៅទូប្រហែលជា70,000 លានជាងហើយចិនខ្លួនឯងនឹងយកលុយទាំងអស់នោះទៅអភិវឌ្ឍពីច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធហើយបើនិយាយពីគម្រោងដែលចិនអភិវឌ្ឍនោះគឺមានរហូតដល់ទៅ452គម្រោងអញ្ចឹងអានេះគឺជាសាច់រឿងពីរដែលយើងឃើញទី1ចិនខ្លួនឯងទី2គឺ World Bank គាត់ចង់យកលុយហ្នឹងទៅអភិវឌ្ឍផ្សេងហើយទី3គឺតើទៅជាមួយនឹងសម្ពាធរបស់សហរដ្ឋអាមេរិកដែរសហរដ្ឋអាមេរិកលើកឡើងតាមរយៈលោក Donald Trump តែងតែលើកឡើងឬក៏រដ្ឋាភិបាលរបស់លោក Donald Trump តែងតែលើកឡើងថា
ចិនជាមហាអំណាចហើយអីត្រូវការលុយជំនួយតែពិតពាក្យហ្នឹងមើលទៅសាមញ្ញnóត្រឹមត្រូវចិនជាមហាអំណាចហើយអីក៏ត្រូវការលុយជំនួយហើយលុយដុល្លារដែលមាននៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិនមានដល់3 trillion មួយណាលុយដុល្លាររបស់ប្រទេសចិនហ្នឹងមានរហូតដល់3 trillion ទី2ចិនគឺជាអ្នកឲ្យកម្ចីខ្ចីតទៅទៀតមានសហរដ្ឋអាមេរិកបានលើកឡើងថាការខ្ចីលុយរបស់ប្រទេសចិនយកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់អីផ្សេងៗហើយសម្រាប់លុយចិនដែលខ្លួនឯងមានគឺយកទៅចងការប្រាក់ឲ្យប្រទេសក្រីក្រហើយជាពិសេសគឺនៅតំបន់អាហ្វ្រិកនិងតំបន់អាស៊ីដែលធ្វើឲ្យប្រទេសមួយចំនួនទៀតធ្លាក់ខ្លួនរហូតដល់ទៅខ្សែធនស្រីលង្កាខ្សែធនមិនដែលមានការពយាលពីចិនមកវិញតែតែជាមួយនឹងការទូទាត់សងហើយមានប្រទេសខ្លះក៏កាត់កំពង់ផែមានពេលមានប្រទេសខ្លះទៀតក៏កាត់រថភ្លើងដែលខ្ចីពីចិនយកមកអភិវឌ្ឍទុកឲ្យចិនប្រមូលលុយមកវិញអញ្ចឹងទៅប្រើប្រាស់អញ្ចឹងទៅហើយបំរើសេដ្ឋកិច្ចអត់បានទេអាហ្នឹងគឺអ្វីដែលលោកDonald Trump ឬក៏រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងអាណត្តិលោក Donald Trump លើកឡើងថាគិតមើលថាវាត្រឹមត្រូវទេមែនតើវាគឺជាការប្រគួតប្រជែងភូមិសាស្ត្រនយោបាយច្រើនជាងទេដែលលោក Donald Trump ឃើញថាគម្រោងមួយចំនួនរបស់ World Bank គឺផ្ដល់ភាពងាយស្រួលទៅដល់គម្រោងបច្ចេកវិទ្យានិងឧស្សាហកម្មបៃតងដែលពង្រឹងទៅលើសមត្ថភាពរបស់ប្រទេសចិនធ្វើឲ្យចិនអាចមានលទ្ធភាពក្នុងការយកឈ្នះសហរដ្ឋអាមេរិកដូចជាចិនមានអ្នកជួយហើយសហរដ្ឋអាមេរិកអត់មានអ្នកជួយចិនមានដើមទុនដើម្បីធ្វើអានេះក៏ជាការយល់ឃើញឬក៏ភាពត្រឹមត្រូវតែយើងកំពុងតែមើលឃើញផងដែរនេះគឺជាបញ្ហារបស់ World Bank ក៏ជាបញ្ហាល្អដែរសម្រាប់បណ្ដាប្រទេសមួយចំនួនដែលគាត់មានសមត្ថភាពទៅខ្ចីលុយរបស់ World Bank ដែលអាចទទួលបានអត្រាការប្រាក់ទាបហើយយើង0ឬក៏ 2% ឬក៏លើសពីនឹងដល់ 5% ប៉ុន្តែវាអាស្រ័យទៅតាមប្រទេសនីមួយៗ